ងាយមួយចំនួនដែលអ្នកគ្នាតែងតែប្រាច្រឡំ Hello everybody, welcome to 1 minute with Bisay. Today I'm gonna tell you about the English easy word that you always get confused. មួយគឺពាក្យ sit and has it ស្ដាប់ទៅដូចគ្នាតែប្រកាសប្រើប្រាស់គឺខុសគ្នាឥឡូវយើងទៅមើលអ្នកគ្នាថាវាប្រើប្រាស់មិនខ្លះតាមអង្គុយបែបនេះគឺយើងហៅថា take a sit ដែលយើងហៅថាអង្គុយចុះស្រាប់ឬក៏មួយទៀតយើងអាចប្រើថាពេលយើងហៅមិត្តភក្តិយើងក៏អ្នកអាយុស្មើគ្នាថាបងមកអង្គុយមួយខ្ញុំមកយើងអាចប្រើពាក្យ take a sit មកសម្រាប់មួយទៀតគឺពាក្យ have a sit សម្រាប់ពាក្យ have a sit នេះគឺយើងប្រើពេលយើងជាមួយនឹងអ្នកអាយុផងយើងឬក៏អ្នកដែលយើងគោរពឬក៏និយាយថាយើងចង់ប្រើពាក្យគូសំជាមួយអញ្ចឹងថាបងសូមចេញអង្គុយកន្លែងនេះមក please have a sit here អូខេបង thank you ពាក្យទី2 be quiet and keep quiet សិតតែដូចគ្នាឥឡូវយើងមកមើលអ្នកគ្នាថាវាប្រើពេលណាខ្លះដែរអូដើរលេងទៀតដែរអូសាច់អាំងមែនអូស៊ីរងថ្ងៃហ្នឹងអាទៅទៅបានទៅបាយដល់ពីបងអើយបង please be quiet I'm trying to read ក្នុងអ្នកអ្នកគ្នានេះហើយគឺយើងប្រើពី quiet ដែរនៅពេលយើងពងធ្វើអីមួយចឹងស្រាប់គេមករំខានយើងអាចសុំគាត់ថាបង please be quiet I'm trying to read បងសុំស្ងាត់ខ្ញុំសុំពងអានអញ្ចឹងណាអរគុណអូខេកូនអ្នកគ្នា keep quiet ថ្ងៃនេះអ្នកស្ដាប់អ្នកគុំបញ្យល់ណាតោះអ្នកគ្នាសម្រាប់ពាក្យពី keep quiet នេះគឺយើងប្រើនៅពេលដែលយើងចង់ឲ្យនរណាម្នាក់រក្សាភាពស្ងាត់ស្ងាត់ក្នុងរយៈពេលណាមួយឧទាហរណ៍យើងកំពុងតែបង្រៀនអញ្ចឹងយើងត្រូវការសិស្សឲ្យស្ងាត់ដើម្បីបង្រៀនសិស្សធ្វើអត់ហ្នឹងហើយអញ្ចឹងយើងប្រើពាក្យ keep quiet នៅពេលធ្វើការអញ្ចឹងគឺយើង suggest ប្រាប់គាត់ថាឲ្យស្ងាត់ក្នុងរយៈពេលណាមួយគឺខុសគ្នាពីពាក្យ be quiet ដែលគេកំពុងនិយាយអញ្ចឹងយើងប្រាប់គាត់ថាបង be quiet អញ្ចឹងគឺខុសគ្នាទី3 take a drink have a drink and grab a drink បីដូចគ្នាទៀតហើយអានេះគេហៅថា take a drink តោះមួយទៀតទៅបង please have a drink នេះគឺគេហៅ have drink ដែលយើងប្រើសម្រាប់ថាយើងប្រើជាលក្ខណៈគួរសមជាមុន more formal អញ្ចឹងនៅពេលក្រោយយើងត្រូវការនិយាយ formal គឺយើងនិយាយថា please have a drink ទី3 grab a drink ថា grab a drink នេះគឺយើងអាចប្រើសម្រាប់ពេលបបួលណាគេទៅញ៉ាំអីឬក៏ទៅហាត់អីចឹងបានដល់ដូចជា Hey mom do you want to grab a drink with me let's go ចឹងអ្នកនរគ្នាឈប់ប្រាច្រឡំទៀតណាហ្នឹងហើយអ្នកនរគ្នាខ្ញុំមានដំណឹងអស់មួយទៀតសម្រាប់បងប្អូនណាដែលគាត់ចង់ប្រាក់ភាសាអង់គ្លេសរបស់គាត់ជាមួយនឹងជនជាតិបរទេសដែលហៅថា native speaker អញ្ចឹងគឺបងអាចចូលរួមក្លឹបសិក្សាខ្មែរ English Language Exchange Club បានដែរយើងនឹងធ្វើក្លឹបនេះនៅចាប់ពីថ្ងៃទី13ខែមីនាឆ្នាំ2025ហ្នឹងហើយគឺថ្ងៃសិក្សាគឺចូលរួមពីថ្ងៃច័ន្ទគៀហើយនិងថ្ងៃពុធគឺពីម៉ោង6:00ដល់7:00ពេលល្ងាចហ្នឹងហើយណាមួយដែលសំខាន់ជាងគេគឺថាការចូលរួមនេះគឺអត់គិតថ្លៃអត់មានគិតថ្លៃបងកន្លែងទីតាំងអីគឺអត់គិតថ្លៃចឹងបានន័យថាវាជាឱកាសល្អសម្រាប់យើងទាំងអស់គ្នាដែលចង់ហាត់និយាយភាសាអង់គ្លេសជាមួយជនជាតិដើមចឹងគឺចូលរួមត្រូវហ្មងអរគុណ